គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងមួយថ្ងៃបណ្ដាលឲ្យមនុស្ស4នាក់ស្លាប់និងរបួស2នាក់ភ្នំពេញគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសដោយគិតត្រឹមពីម៉ោង 14:00 នាទីថ្ងៃទី 4 ខែមីនា ឆ្នាំ 2025 ដល់ម៉ោង 14:00 នាទីថ្ងៃទី 5 ខែមីនា ឆ្នាំ 2025 បានកើតឡើងចំនួន 5 លើកបណ្ដាលឲ្យមនុស្សស្លាប់ 4 នាក់ រងរបួសសរុប 2 នាក់ រងរបួសធ្ងន់ 2 នាក់ រងរបួសស្រាល 0 នាក់ និងមិនពាក់មួកសុវត្ថិភាព 6 នាក់ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី 5 ខែមីនា ឆ្នាំ 2025 គិតត្រឹមពីម៉ោង 14:00 នាទីថ្ងៃទី 4 ខែមីនា ឆ្នាំ 2025 ដល់ម៉ោង 14:00 នាទីថ្ងៃទី 5 ខែមីនា ឆ្នាំ 2025 បានកើតឡើងចំនួន 5 លើក យប់ 3 លើក បណ្ដាលឲ្យមនុស្សស្លាប់ 4 នាក់ ស្រី 0 នាក់ រងរបួសសរុប 2 នាក់ ស្រី 2 នាក់ រងរបួសធ្ងន់ 2 នាក់ ស្រី 2 នាក់ រងរបួសស្រាល 0 នាក់ ស្រី 0 នាក់ និងមិនពាក់មួកសុវត្ថិភាព 6 នាក់ យប់ 4 នាក់ របាយការណ៍ដដែលបញ្ជាក់ថាមូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមានល្បឿន 1 លើក ស្លាប់ 1 នាក់ របួស 0 នាក់ របួសស្រាល 0 នាក់ មិនគោរពសិទ្ធិ 2 លើក ស្លាប់ 2 នាក់ របួសធ្ងន់ 0 នាក់ របួសស្រាល 0 នាក់ និងបទគ្រោះថ្នាក់ 2 លើក ស្លាប់ 1 នាក់ របួសធ្ងន់ 2 នាក់ របួសស្រាល 0 នាក់